បាទជំរាបសួរពុកម៉ែបងប្អូនចឹងវីដេអូថ្ងៃនេះគឺខ្ញុំធ្វើការថតបង្ហាញជាមួយនឹងបាទរថយន្ត BYD model Eto 3ដែលជាប្រភេទឡានអគ្គិសនីសុទ្ធណាបងប្អូនបាទអញ្ចឹងឥឡូវនេះគឺខ្ញុំបង្ហាញជាមួយនឹងរូបរាងផ្នែកខាងមុខបាទជាមួយនឹងការ design ដែលបងប្អូនអាចមើលជាមួយនឹង data running line បាទទៅលើផ្នែកបាទចង្កៀងខាងឆ្វេងខាងស្ដាំបាទឡាយមកជាមួយនឹងភ្លើងកាត់បាទពីមុខដល់ពីឆ្វេងដល់ស្ដាំនេះស្អាតខ្លាំងមែនទែនបាទសម្រាប់ BYD Eto 3បាទហើយសម្រាប់គុជ LED បាទគឺមកជាមួយនឹង LED ចំនួន2គ្រាប់តែម្ដងបាទបញ្ជាក់សម្រាប់ BYD Eto 3នេះគឺភ្ជាប់មកជាមួយនឹង sensor បាទ sensor មុខក្រោយជាមួយនឹងកាមេរ៉ា360ដូចគ្នាបាទដែលបងប្អូនអាចមើលបានឡានបានណាបាទជាងនេះគឺកាមេរ៉ា360បាទតោះមកមើលផ្នែកចំហៀងវិញម្ដងបាទអញ្ចឹងផ្នែកចំហៀងការ design បាទ dyno បាទគេថាបាទអញ្ចឹងឥឡូវនេះគឺបងប្អូនមកមើលផ្នែកខាងក្រោយបាទខ្ញុំបង្ហាញចំហៀងជាមួយនឹងខាងក្រោយបាទអញ្ចឹងសម្រាប់គូតក្រោយជាប្រភេទគូតអូតូបាទវាអូតូភ្ជាប់មកឡាយស្អាតខ្លាំងមែនតើពីឆ្វេងដល់ស្នាមដូចគ្នាជាប់ជាមួយនឹង logo BYD បាទតោះឥឡូវនេះគឺនាំអារម្មណ៍បងប្អូនបាទទៅមើលផ្នែកខាងក្នុងវិញម្ដងសម្រាប់ផ្នែកខាងក្នុងអញ្ចឹងពេលដែលបងប្អូនបើកទ្វារមកគឺបងប្អូននឹងទទួលបានអារម្មណ៍បាទជាមួយនឹងការ design ប្លែកតែម្ដងបាទសម្រាប់ BYD Eto 3នេះអញ្ចឹងសម្រាប់ Eto 3គឺយើងមានមកជាមួយនឹងភ្លើង dim បាទប្រភេទកៅអីអូតូបាទកៅអីអូតូរួមជាមួយនឹងវាត្រង់កំសាន្តធំមែនតើបាទគឺចំនួន15អ៊ីងបាទជាងនេះគេអេក្រង់បាទនៅក្នុងនេះបាទអេក្រង់កំសាន្តនេះគឺទំហំ15.6អ៊ីងធំខ្លាំងមែនតើតែបងប្អូនអាច connect ជាមួយនឹង Apple CarPlay Android Auto បានបាទហើយកន្លែងនេះគឺជា wireless charge ខ្ញុំស្រឡាញ់ពេញចិត្តជាមួយនឹងការ design ចង្កឹះលេខមែនតើស្អាតប្លែកសំខាន់កន្លែងពេនគឺងាយស្រួលប្រើប្រាស់ចុចតែបន្តិចគឺងាយស្រួលមែនតើបាទហើយនេះតកតងជាមួយនឹងកន្លែងបាទប៊ូតុង start stop បាទប្រាំងដៃប៊ូតុង volume auto តកតងសិនជាបាទ driving mode track off បាទហើយនឹងក៏ដូចជាតកតងជាមួយនឹងនេះបាទកន្លែងនេះគឺបងជើងក្រោមដូចគ្នា auto hold បាទ blind spot sensor ខាងក្រោយបាទសុំផ្លូវស្អាតខ្លាំងសម្រាប់ការ design ផ្នែកខាងក្នុងជាមួយនឹង Eto 3បាទសំខាន់សម្រាប់ Eto 3នេះគឺភ្ជាប់មកជាមួយនឹងប្រព័ន្ធសុវត្ថិភាពជាច្រើនបាទដែលមានចាប់កន្លងផ្លូវបាទកាមេរ៉ា360កន្លែងនេះ full screen បានបាទ adaptive cruise control បាទអាចដេញល្បឿនតាមឡានខាងមុខបានជាមួយនឹង auto brake យ៉ាប្រព័ន្ធសុវត្ថិភាពមានច្រើនមែនតើបាទមកជាមួយនឹងដបូលបើកបាទតោះបងប្អូនមកមើលផ្នែកខាងក្នុងខាងក្រោយវិញដល់បាទតើលើបង្ហាញ sunroof ជូនបងប្អូន sunroof ថាស្អាតខ្លាំងមែនតើសំខាន់ពូកស្បែកគឺស្អាតបងប្អូនបាទការ design ពូកស្បែកបាទហើយផ្នែកខាងក្រោយនេះគឺស្រឡះទលាយមែនតើបងប្អូនមើលកន្លែងនេះបាទភាគច្រើនឡានកន្លែងហ្នឹងគឺកប៉ោកប៉ុន្តែ BYD ជា design មកកន្លែងគឺរៀបស្មើស្អាតមែនតើបាទហើយសម្រាប់ខាងក្រោយនេះគឺយើងមកភ្ជាប់ជាមួយនឹងការ design BYD design តែម្ដងសម្រាប់ការសាកថ្មបងប្អូនខាងក្រោយអាចសាកជា USB ក៏ដូចជាក្បាល Type C បានបាទបាទអញ្ចឹងសម្រាប់បងប្អូនទិញទៅគេមានភ្ជាប់មកជាមួយនឹងឆ្នាំងសាសបាទទំហំ7 kW
រួមជាមួយនឹងឆ្នាំងចល័តបាទ1.5 គីឡូម៉ែត្រទំហំ space បាទសម្រាប់គូក្រោយនេះគឺធំល្មមបាទមិនធំពេកហើយក៏មិនតូចពេកដែរមកបងប្អូនអាចដើរបានចេះគួរសមបាទ